ការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់លោកអាយ៉ាតូឡាអាលីខាមីណេអាចនឹងក្លាយជាការគំរាមកំហែងមួយយ៉ាងធំចំពោះរបបដឹកនាំអ៊ីរ៉ង់សពថ្ងៃក្នុងពេលជិត50ឆ្នាំមកនេះប៉ុន្តែវាមិនមែនមានន័យថារបបដឹកនាំទីក្រុងតេហេរ៉ង់នឹងរលំរលាយទៅជាមួយរូបលោកភ្លាមៗនោះទេខណៈអ៊ីរ៉ង់មានប្រធានាធិបតីម្នាក់ដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតសកលគឺលោកម៉ាស៊ូតពេសេស្គៀនអំណាចធំបំផុតគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំកំពូលរបបដឹកនាំអ៊ីរ៉ង់បច្ចុប្បន្នបានឆ្លងកាត់ការផ្លាស់ប្ដូរមេដឹកនាំកំពូលតែម្ដងគត់ពោលគឺបន្ទាប់ពីការស្លាប់នៃស្ថាបនិកសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លោកអាយ៉ាតូឡារូហូឡាខូមេនេក្នុងឆ្នាំ1989ការស្លាប់របស់លោកខាមេនេកាលពីថ្ងៃសៅរ៍ទី28ខែកុម្ភៈឆ្នាំ2026ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ប្រកាសទទួលស្គាល់នៅថ្ងៃអាទិត្យទី1ខែមីនាបានបន្សល់ទុកភាពមិនច្បាស់លាស់អំពីអ្នកបន្តវេនតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ប្រធានាធិបតីអ៊ីរ៉ង់លោកពេសេស្គៀននិងមន្ត្រីជាន់ខ្ពស់ពីររូបទៀតនឹងត្រូវដឹកនាំអ៊ីរ៉ង់អំឡុងពេលអន្តរកាលនេះអស់រយៈពេលជាច្រើនឆ្នាំអតីតប្រធានាធិបតីអ៊ីរ៉ង់លោកអេប្រាហ៊ីមរ៉ៃស៊ីត្រូវបានគេជឿជាក់ថាជាមនុស្សម្នាក់ដែលនឹងត្រូវបន្តវេនពីលោកខាមេណៃក្នុងករណីដែលមេដឹកនាំកំពូលរូបនេះស្លាប់ឬមិនអាចបន្តកាន់តំណែងដោយប្រការណាមួយប៉ុន្តែលោករ៉ៃស៊ីបានស្លាប់បាត់ទៅហើយក្នុងគ្រោះថ្នាក់ធ្លាក់ឧត្តមភាគចក្រកាលពីឆ្នាំ2024ចាប់តាំងពីពេលនោះមកកូនប្រុសរបស់លោកខាមេណៃលោកម៉ូជតាបាខាមេណៃត្រូវបានគេនិយាយតគ្នាក្នុងប្រទេសអ៊ីរ៉ង់ថាជាបេក្ខជនដ៏មានសក្តានុពលម្នាក់ប៉ុន្តែលោកម៉ូជតាបាមិនមែនជាបេក្ខជនតែម្នាក់នោះទេដោយលោកខាមេណៃត្រូវបានរាយការណ៍ថាបានជ្រើសរើសបេក្ខជនចំនួន3នាក់ដែលអាចនឹងឡានកាន់តឹងលែងបន្តពីរូបលោកអំឡុងសង្គ្រាម12ថ្ងៃជាមួយអ៊ីស្រាអែលកាលពីខែមិថុនាឆ្នាំ2025ប៉ុន្តែឈ្មោះបេក្ខជនទាំងនោះមិនត្រូវបានចេញផ្សាយជាសាធារណៈនោះទេភាពមិនច្បាស់លាស់អំពីអ្នកបន្តវេនអាចបង្កើតឱកាសមួយសម្រាប់ក្រុមអ្នកប្រឆាំងនឹងរបបដឹកនាំតេហេរ៉ង់សប្តាហ៍ថ្ងៃនៅក្នុងវីដេអូប្រកាសពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់លោកត្រាំបានជំរុញឲ្យប្រជាជនអ៊ីរ៉ង់ចាប់យកឱកាសដើម្បីបដូររបបដឹកនាំនៅពេលដែលយើងបញ្ចប់ប្រតិបត្តិការពួកអ្នកត្រូវគ្រប់គ្រងលើរដ្ឋាភិបាលរបស់អ្នកវានឹងក្លាយជារបស់អ្នកនេះអាចជាឱកាសចុងក្រោយរបស់អ្នកដើម្បីអ្នកជំនាន់ក្រោយលោក Philip H. Gordon ជាមន្ត្រីជាន់ខ្ពស់ម្នាក់ខាងគោលនយោបាយការបរទេសនៅក្រោមអតីតរដ្ឋបាលលោក Barack Obama និងលោក Joe Biden បាននិយាយថាការបញ្ជូនសាររបស់លោកត្រាំមានភាពមិនច្បាស់លាស់ដោយលោកបានបន្សល់ទុកការសង្ស័យថាតើទីហ៊ានអ៊ីរ៉ង់ណាខ្លះដែលលោកប្រាប់ឲ្យទម្លឹកអាវុធចរច័ន្ទនិងតើប្រជាជនអ៊ីរ៉ង់អាចបដូររំលំរបបដឹកនាំរបស់ពួកគេបានយ៉ាងដូចម្តេចខណៈមិនមានវត្តមានកងទ័ពអាមេរិកឬអ៊ីស្រាអែលក្នុងទឹកដីអ៊ីរ៉ង់ផងនោះលោក Gordon បន្ថែមទៀតថាខណៈលោកត្រាំអំពាវនាវឲ្យប្រជាជនអ៊ីរ៉ង់បដូររបបដឹកនាំរបស់ពួកគេតើជាប្រជាជនអ៊ីរ៉ង់ណាខ្លះព្រោះអ៊ីរ៉ង់មានប្រជាជន90លាននាក់ស្រដៀងគ្នាដែរលោក Benham Ben Taleblu ជាអ្នកជំនាញម្នាក់ពីអ៊ីរ៉ង់មកពីស្ថាប័ន Foundation for Defense of Democracies បាននិយាយថាការស្លាប់របស់លោកខាមេនេមិនប្រកាសថានឹងក្លាយជាថ្ងៃអវសាននៃរបបដឹកនាំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នោះទេតាមអ្នកជំនាញរូបនេះអ៊ីរ៉ង់ធ្លាប់បានឆ្លងកាត់វិបត្តិក្នុងស្រុកជាច្រើនតាមរយៈការបង្ក្រាបមិនញញើតដៃលើប្រជាជនខ្លួនឯងនិងសម្ពាធរបស់បរទេសលោកបានបន្ថែមថារដ្ឋាភិបាលអ៊ីរ៉ង់បានរស់រានមានជីវិតតាមរយៈការធ្វើប្រតិបត្តិការយុទ្ធសាស្ត្រពណ៌ប្រភេទដោយលោកចង់សម្ដែងលើសមត្ថភាពរបស់តេហេរ៉ង់ក្នុងការថែរក្សាកម្មវិធីនុក្លេអ៊ែរនិងមីស៊ីលអស់ពេលជាច្រើនឆ្នាំបើទោះជាមានសម្ពាធពីអន្តរជាតិរបបដឹកនាំតេហេរ៉ង់ក៏បានបង្ហាញរួចដែរពីឆន្ទៈបង្ក្រាបក្រុមបាតុករឬអ្នកប្រឆាំងដោយមិនញញើតដៃគួរបញ្ជាក់ថាប្រសិនបើការលើកឡើងកាលពីថ្ងៃសៅរ៍គឺជាការគិតគូររបស់លោកត្រាំនោះរដ្ឋបាលលោកត្រាំសង្ឃឹមថាអាចនឹងយកគំរូអន្តរកាលនៃការផ្លាស់ប្ដូរមេដឹកនាំវេណេស៊ុយអេឡាមកអនុវត្តលើអ៊ីរ៉ង់តាមរយៈការគាំទ្រឲ្យមេដឹកនាំណាម្នាក់ក្នុងជួរកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ឡើងគ្រប់គ្រងប្រទេសដូចគ្នាទៅនឹងការយល់ព្រមប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡាលោកស្រី Delcy Rodriguez ឡើងកាន់តំណែងជំនួសលោក Nicolas Maduro ក៏ប៉ុន្តែបើគ្មានការផ្ទើអំណាចទេនោះក្រុមឧត្តមសេនីយ៍និងមេយោធានៃកងកម្លាំងឆ្មាំបាក់ឌីអតអ៊ីរ៉ង់អាចនឹងដឹកនាំប្រទេសក្រោមរូបភាពកាន់តែផ្ដាច់ការនិងប្រឆាំងសហរដ្ឋអាមេរិកខ្លាំងជាងមុនទៅទៀតអំឡុងបដាសក្តិកម្មចំពោះមុខគណៈកម្មាធិការទណ្ឌកម្មការបរទេសនៃព្រឹទ្ធសភាអាមេរិកកាលពីខែមករាឆ្នាំ2026អ
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានទទួលស្គាល់ថាក្នុងករណីលោក Khamenei គឺគ្មាននរណាម្នាក់ដឹងនោះទេថាតើនរណានឹងត្រូវឡើងដឹកនាំអ៊ីរ៉ង់បន្ត